បងប្អូនឯគាត់ហៅកន្លែងដើរលេងចិត្តច្រងឆ្នាំឬក៏ចិត្តចូលតាមចិនអីចឹងអត់ដឹងទៅដើរលេងណាហើយចិត្តមួយចង់ទៅលេងសមុទ្រចិត្តមួយចង់ទៅលេងខាងព្រៃភ្នំអីខ្ញុំបានណែនាំមកកន្លែងនេះហ្មងមកចំណេញបាន2 in 1ក្នុងនឹងហ្មងដោយសារអាកាសធាតុគេត្រជាក់បែបព្រៃភ្នំចឹងហើយនៅកន្លែងម្ដុំហ្នឹងក៏មានបឹងមានអីរបៀបថាដូចសមុទ្រដូចអីដែរគឺស្អាតមែនទែនទាំងទេសភាពទាំងអាកាសធាតុមកអំណោយផលមកហ្មងហើយឥឡូវហ្នឹងគឺខ្ញុំមកដើរកន្លែងគេងមួយលក្ខណៈថាជាលក្ខណៈ private villa អញ្ចឹងណានៅកន្លែង resort ជាលក្ខណៈ resort ដែលឈ្មោះថាសាមានីអាអញ្ចឹងបងអាចមកទីនេះហើយ search តាម IG បានឈ្មោះសាមានីអា Wellness Resort បងអាចវាយអញ្ចឹងទៅគឺចេញឲ្យអាចតំណាក់តំណងគាត់តាមនឹងបានគឺល្អ service អីគឺល្អមែនតើហើយសំខាន់មកបងអាចមើលក្នុងកតុបក្នុងអីគឺសម្ភារៈសត្វតែទំនើបហើយវីឡាហ្នឹងគឺធំទលាយណាបងអាចមកលក្ខណៈថាគ្រូសាអញ្ចឹងជួមកវីឡាអញ្ចឹងទៅមកគ្នាច្រើនមួយមិត្តភ័ក្តិឬក៏ពី3គ្រូសាអញ្ចឹងអាចយកអាវីឡាពីភ្លុះជាប់គ្នាអីចឹងណាហើយខ្ញុំឆ្លាញ់ថង resort គាត់ហ្នឹងគ្រប់ត្រូវរបស់ខ្មែរហ្មងផលិតផលខ្មែរសិតតែរបស់ខ្មែរទាំងអស់ដូចកស៊ូចងសាក់ដូចអាប្រដាប់ម៉ាស់បិទភ្នែកអីចឹងសិតតែ made in Cambodia យើងទាំងអស់ហើយសំខាន់នេះមាន free របស់ឲ្យប្រើពេលយើងនៅស្នាក់នៅហ្នឹងអាចយកប្រើបានដូចជាកាបូបមួកកសែងឆាត់អីហ្នឹងបានមកស្រឡាញ់ហើយសិតតែធ្វើនៅក្នុងខ្មែរយើងទាំងអស់មួកធ្វើពីកញ្ចៅពីអីចឹងហើយនៅហ្នឹងមើលទៅដូចគាត់ commitment អត់សូវផលរបស់ប៉ះពាល់បរិស្ថានណាស្អីក៏គិតពីបរិស្ថានដែរសំបីតែអាកត្រដាក់កៅអៅដាក់អីនេះសិតតែធ្វើពីកញ្ចៅពីអីយើងហ្មងអត់មាន plastic ទេហើយកតុបទឹកសម្ភារៈអីមានមួយ set ហ្មងប្រដាប់ទាំងប្រដាប់កោប្រដាប់អីហើយមានទាំងបិជើងអីនេះឲ្យយើងដោះដូរពេលយើងពាក់ដើរលេងនៅក្នុងនឹងអីចឹងយើងខ្ជិលពាក់បិជើងយើងឬថាយើងពាក់បតាអីចឹងពិបាកដែរអញ្ចឹងអាចយកនឹងពាក់បានហើយតាក់ទងមួយរបស់ប្រើក្នុងកតុបវិញកងតាក់កងអីសិតតែទំនើបអាចុចបើកវាំងណូនអីហ្នឹងសិតតែបើកអូតូទាំងអស់ហើយឥឡូវហ្នឹងក៏ review កតុបឲ្យខ្ញុំមកឲ្យបងមើលទេសភាពខាងក្រៅគឺស្អាតមែនទែនអត់ឲ្យចាញ់ស្រុកគេទេហើយដើរបានបន្តិចហ្នឹងក៏ដើរមកបាយថ្ងៃហ្មងហើយបងមើលមកហូបឯគាត់ស្អាតមែនតើសំខាន់ឃើញស្អាតពេកខ្ញុំអត់ហ៊ានចង់ញ៉ាំទេណាថតហើយអត់ចង់ហ៊ានញ៉ាំទៀតដូចថៃងៀតអលឹកអីមិញហ្នឹងគាត់ដាក់ផ្កាអីទៅណោមែនតើមានទាំងម្ហូបបែបខ្មែរទាំងម្ហូបបែបចិនម្ហូបបែបអឺរ៉ុបអីមានគ្រប់សពហ្មងហើយក៏ញ៉ាំអាហារពេលល្ងាចហើយពេលថ្ងៃហើយឥឡូវដល់មកអាហារពេលល្ងាចទៀតហើយសម្រាប់ខ្ញុំថតកាត់អាពេលសម្រាប់អីនឹងដើរលេងពេលខ្លះបានថតដែរឥឡូវដល់មកពេលល្ងាចទៀតហើយពេលល្ងាចហ្នឹងក៏គាត់មានចុងភៅសម្រាប់ធ្វើពីសាមឲ្យក្មេងៗមើលអីចឹងណាហើយកូនខ្ញុំវិញឃើញចុងភៅឃើញ chef គាត់ធ្វើពីហ្សាថ្មីហ្នឹងគឺសប្បាយអមែនតើហើយមកក្តៅឆ្ងាញ់មែនតើហើយមានទាំងស្ប៉ាហ្គាទីមានអីម្ហូបសម្រាប់ពេលល្ងាចបែបអឺរ៉ុបអីហ្នឹងហើយញ៉ាំហើយក៏ដើរមកសម្រាប់តែគេទៀតហើយឥឡូវហ្នឹងព្រលឹមឡើងទៀតហើយបងព្រលឹមឡើងនេះគឺខ្ញុំដើរឃើញកប្រុកឃើញអីនេះវាលោតនៅលើដើមឈើហ្នឹងណាឡើងដើមឈើធំបញ្ជាក់ស្រួលណាបងអើយហើយដើរលេងបន្តិចហ្នឹងក៏ដើរមកបាយថ្ងៃទៀតហើយមកបាយថ្ងៃនេះគឺមានបែបគួងមាន steak មានអីសំខាន់ច្រើនមុខមែនទែនហើយពេលខ្លះខ្ញុំថតអត់ដែរណាពេលខ្លះភ្លេចថតតំណងពេកហើយធានាបន្លែគាត់អីនេះគឺស្រស់ញ៉ាំមកឆ្ងាញ់ពេញមាត់ហ្មងហើយសំខាន់ញ៉ាំដោយទំនុកចិត្តដោយសារតែបន្លែគាត់ថាគាត់ដាំorganic ហើយយកមកផ្គត់ផ្គង់សម្រាប់ធ្វើម្ហូបនៅក្នុង resort ហ្នឹងទៀតហើយញ៉ាំហើយឥឡូវនេះក៏ឆ្លៀតមកដើរលេងបន្ថែមមើលទេសភាពនៅក្នុងបរិវេណ resort ហ្នឹងហើយកន្លែងណាក៏ស្អាតដែរគ្រាន់តែឃើញប្លង់ស្អាតនេះថតមកនេះមើលបងមើលមើលទេសភាពគឺស្អាតមែនតើហើយសំខាន់នេះអាសលេងទឹកជ្រោះទឹកធ្លាក់ហ្នឹងបងអាចយកអីមកខាលឡៃហ្នឹងឲ្យធ្វើ meditation សមាធិអីចឹងគឺអាចនឹងអង្គុយតែមួយសបាក់ងុយគេមកដោយសារតែអក្សរតិចរសៀកឲ្យអាសលេងទឹកធ្លាក់អីហ្នឹងបងមានអីគេសម្រាប់គោះឬទឹងពេលយើងសមាធិអីហ្នឹងទៀតកាន់តែហ្មងហើយឃើញតំណងហើយក៏ដើរមើលទេសភាពបន្ថែមទៀតគឺតិចស្រួលមែនតើបងអើយហើយកន្លែងទីធ្លាគាត់ធំណាស់ប៉ុន្តែដើរអត់ហត់ទេដោយសារតែមានដើមឈើតិចអត់មានក្តៅអត់មានអីហើយមើលកន្លែងណាក៏ស្អាតដែរកន្លែងណាក៏មានប្លង់ថតរូបដែរហើយសម្រាប់ខ្ញុំចូលចិត្តថតរូបទៀតអត់ហត់ទេរឿងដើរហ្នឹងហើយសំខាន់ដើរមកសបាក់ក៏ឆ្លៀតមកមើលកូននៅក្នុងកតុបតិចសិនឥឡូវហ្នឹងក៏មុននឹងចូលហ្នឹងនេះបងខ្ញុំបង្ហាញពីកន្លែងមុខវីឡាហ្នឹងគេមានសាឡុងមានអីឲ្យយើងអង្គុយជ្រៀតនៅមុខហ្នឹងយើងចង់អង្គុយញ៉ាំផឹកកាហ្វេផឹកតែអីនៅមុខហ្នឹងក៏បានហើយនៅកន្លែងចំហៀងនេះក៏មានដែរដោយសារតែពេល review កតុបហ្នឹងភ្លេចថតឲ្យបងមើលឥឡូវហ្នឹងក៏ជាថតបន្ថែមឲ្យបងមើលទាំងទៅហើយមើលទីធ្លាវីឡាគឺទលេមែនតើហើយសំខាន់មកក្រោយឃើញកន្លែងកតុបទឹកនេះស្អាតមានបញ្ញោអីស្អាតចឹងក៏ចាប់កូនថតរូបចឹងហ្មងទៅកុំឲ្យខាតនិយាយរួមប្លង់ណាក៏ស្អាតដែរបងអើយហើយសម្រាប់បន្តិចហ្នឹងក៏ដើរមកល្ងាចទៀតហើយមកល្ងាចហ្នឹងម៉ូនិកនេះឃើញទឹកហ្នឹងអត់បានហ្មងជួចិត្តណាស់ចឹងមានអាងហែទឹកមានអីសំខាន់ម៉ូនិកហ្នឹងឃើញទឹកអត់បានហ្មងទាហែទឹករហូតទាចុះទឹកទាំងយប់ហ្មងឥឡូវហ្នឹងក៏ដើរទៅមកចឹងទៅនាំអូនប្រឡាប់តិចទៅក៏ដើរមកញ៉ាំបាយល្ងាចទៀតឲ្យបងអើយហើយសំខាន់មើលម្ហូបល្ងាចឡើងមាន steak មានអីចឹងម្ហូបគឺមានច្រើនមែនតើហើយមានអាម៉ុកបែបខ្មែរយើងមានអីចឹងនិយាយថាចុងភៅគាត់ប្រកែមែនតើហ
ហើយដៃគោមកឡើងស្អាតហ្មងហើយនេះក៏ដល់ថ្ងៃថ្មីទៀតដែរងើបឡើងគឺស្រស់ស្រាយមែនតើឃើញទេសភាពតបមកក៏បានតែងុយទឹកងុយអីចឹងទៅហើយក៏10ម៉ោងអាហារពេលព្រឹកទៀតដែរព្រលឹមឡើងមានមីឆាមាននំប៉័ងមានសាឡាត់អីចឹងណាហើយបន្ទាប់ពីញ៉ាំហើយគឺខ្ញុំបានទៅលេងនៅកន្លែងសួនបន្លែអอร์ហ្គានិករបស់ខាង resort ហ្នឹងគឺអอร์ហ្គានិក 100% ហ្មងគឺល្អមែនតើបន្លែឃើញខ្វាកណាខ្ញុំឥឡូវហ្នឹង vlog ហ្នឹងក៏ដល់ទីបញ្ចប់ដែរអរគុណច្រើនបងប្អូនកុំភ្លេចទៅលេងទាំងអស់គ្នាលេងក្នុងស្រុកយើងជួយទេសចរក្នុងស្រុកក៏ដូចជួយសេដ្ឋកិច្ចជាតិយើងដែរអរគុណ